បាទអញ្ចឹងនៅពេលនេះខ្ញុំនឹងធ្វើការបង្ហាញតាក់ទងទៅនឹងដងដើមស្រូវបាទដែលមានអាយុបាទ28ថ្ងៃដែលគាត់បានជ្រើសរើសជាមួយនឹងជីបំពន់បាទឈុតស្រែល្អបាទដំណាក់កាលទី1បាទឥឡូវយើងមកមើលដងដើមស្រូវទាំងអស់គ្នាបាទសភាពដងដើមស្រូវគឺមានសុខភាពល្អបាទដងដើមគឺរឹងមាំបាទដើមរឹងបើយើងច្បាច់ចេះទៅគឺដើមរឹងបាទដើមរឹងល្អបាទនេះប្រព័ន្ធដើមគឺរឹងហើយយើងឃើញចាំមកទៅវិញបាទហ្នឹងទៅវិញអញ្ចឹងអត្ថប្រយោជន៍នៃការប្រើប្រាស់ឈុតស្រែល្អនេះធ្វើឲ្យដើមរឹងបាទមានការលូតលាស់ល្អបាទយើងដឹងហើយថាដើមរឹងគឺឈ្នះទៅនឹងជំងឺឈ្នះទៅនឹងសត្វល្អិតបំផ្លាញបាទបានល្អមែនតើបាទអញ្ចឹងសុខភាពល្អគឺស្រូវបែបនេះបាទដើមរឹងស្លឹកឈរល្អណាស់បាទអញ្ចឹងខ្ញុំនឹងមើលអស់គ្នាបាទនេះស្រូវបាទនេះស្រូវបាទអញ្ចឹងកាលណាតែយើងជ្រើសរើសជាមួយនឹងជីបំពន់ត្រូវបាទធ្វើឲ្យប្រព័ន្ធរឹសខាងក្រោមនេះគឺមានការចេញច្រើនបាទរីកលូតលាស់ល្អបាទបែកគុំក៏បែកបាន3ដើមដែរក្នុងមួយគ្រាប់បាទនេះប្រព័ន្ធរឹសហើយមកដល់ថ្ងៃនេះបាទយើងមើលទៅ28ថ្ងៃហើយនៅតែរឹសសល្អណាស់បាទនេះដើមធានាថាដើមរឹងល្អមែនបាទ